បាទរុនសួស្ដីបងប្អូនទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងការវិភាគតម្លៃមាសជាមួយនឹងខ្ញុំបាទ NK នាព្រឹកថ្ងៃទី12ខែធ្នូបាទត្រូវនឹងថ្ងៃសុក្របាទអញ្ចឹងបងប្អូនទាំងអស់គ្នាព្រឹកនេះបាទអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងក៏ដូចជាស្វាគមន៍ទៅកាន់បងប្អូនដែលទើបតែនឹងមើលវីដេអូរបស់ខ្ញុំថ្មីខ្ញុំសូមឲ្យបងប្អូនធ្វើនៅរឿងមួយគឺជួយ support ខ្ញុំតាមរយៈការ subscribe ទៅនឹង Channel Facebook របស់ខ្ញុំ NK Gold បាទអញ្ចឹងបងប្អូនចុចទៅលើប៊ូតុង Subscribe ហើយដាក់រូបកណ្ដឹងផងបងប្អូននឹងទទួលបាននូវដំណឹងភ្លាមរាល់ពេលដែលខ្ញុំធ្វើការផុសវីដេអូឬក៏ធ្វើការ live សម្រាប់បងប្អូនដែលតាមដានខ្ញុំនៅលើបាទ Facebook Page សូមជួយ Subscribe ក៏ដូចជា Like និង Comment នៅក្នុងវីដេអូផុសរបស់ខ្ញុំហើយខ្ញុំក៏នឹងមានពេលបន្ទាប់ទៀតនៅពេលដែលមាន follower ច្រើនគឺខ្ញុំនឹងធ្វើការ live នៅម៉ោងផ្សេងនៅក្នុងការ support ទីផ្សារក៏ដូចជាចែករំលែកនៅចំណេះដឹងមេរៀនផងដែរសម្រាប់បងប្អូនដទៃទៀតដែលធ្វើការជួញដូរត្រូវការខ្ញុំដើម្បីធ្វើការប្រឹក្សាយោបល់បាទរៀនបន្ថែមសូមអ្នកទាំងអស់គ្នាតាក់ទងមកលេខរបស់ខ្ញុំបាទអ្នកនរគ្នានឹងទទួលបាននៅការប្រឹក្សាយោបល់បាទហើយមានឱកាសមានពេលវេលាយើងអាចជួបគ្នាដើម្បីរៀបចំផែនការជួញដូរសម្រាប់ឆ្នាំថ្មី2026ប្រសិនបើបងប្អូនមានគម្រោងចាប់ផ្ដើមបាទនៅឆ្នាំក្រោយឬក៏ឆ្នាំនេះបើមិនទាន់ទទួលបាននៅលទ្ធផលក៏ដូចជានៅចំណេះដឹងទេបាទយើងអាចចាប់ផ្ដើមពីឥឡូវមិនទាន់ហួសពេលទេបាទ2026នឹងខាងមុខយើងនឹងមានការប្រែប្រួលថ្មីនៃតម្លៃមាសជាបណ្ដាដោយដែលខ្ញុំបានជូនដំណឹងបងប្អូនទាំងអស់គ្នាកាំងពីម្សិលមិញអញ្ចឹងគឺទីផ្សារមានបរិបត្តិមួយថ្មីមានរឿងថ្មីដែលជំរុញឲ្យទីផ្សារមាសលែងនៅតម្លៃនេះទៀតហើយគឺចាប់ផ្ដើមបន្ទាប់ពី Christmas Holiday ហើយយើងនឹងមានបរិបត្តិថ្មីនៃការជួញដូរហើយថ្ងៃម្សិលមិញអ្នកនរគ្នាបានដឹងហើយការព្យាករណ៍របស់ខ្ញុំគឺយើង trade upside ទៅខាងលើហើយគោលដៅទី1របស់យើង42.60 42.83គឺបាន hit ទៅដល់គោលដៅត្រឹមត្រូវ exact បាទអញ្ចឹងខ្ញុំទាញបងប្អូនអ្នកទាំងអស់គ្នាមកមើលបន្តិចពីម្សិលមិញបាទគឺយើងរកឱកាសទិញបាទពីតំបន់អស់នេះទៅខាងលើបើទោះជាវានៅខាងក្រោមក៏យើងបន្តការទិញបាទហើយគោលដៅគឺ42.60និង42.83ក៏ប៉ុន្តែព្រឹកមិញនេះមាន high ដល់ទៅ85អញ្ចឹងមានន័យថាគោលដៅរបស់យើងគឺ hit 100%ហើយថ្ងៃនេះខ្ញុំក៏មានការព្យាករណ៍ថ្មីជូនបងប្អូនទាំងអស់គ្នាផងដែរបាទអញ្ចឹងអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់ស្វែងយល់អំពីបាទយុទ្ធសាស្ត្រក៏ដូចជាព័ត៌មានដែលខ្ញុំបានចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាគឺពីម្សិលមិញបាទត្រឡប់ទៅមើលវីដេអូថ្ងៃទី11សំទោសវីដេអូនេះគឺជាវីដេអូថ្ងៃទី12អញ្ចឹងអ្នកនរគ្នាអាចទៅមើល detail ថ្ងៃ11ដើម្បីឲ្យបានយល់សាច់រឿងបន្តនៅថ្ងៃទី12នេះបាទរឿងជាច្រើនដែលបានកើតឡើងនៅក្នុងទីផ្សារពាក់ព័ន្ធជាមួយនឹងភាពតានតឹងភូមិសាស្ត្រនយោបាយគឺ sham oh shit បាទ sham oh shit គឺរឿងដដែលដែលធ្វើឲ្យតម្លៃមាសបើកការ៉ង់ទីបាទបើម៉ូតូយើងបើកការ៉ង់ទីនៅតម្លៃ41 42ជាងបាទរឿង sham oh shit ទេបាទគឺជារឿងដដែលដែលដោះស្រាយមិនទាន់ចេញរវាងរុស្ស៊ីនិងអ៊ុយក្រែនរវាងភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់កោះតៃវ៉ាន់រវាងចិនជប៉ុនបាទដែលគេហៅថាកំពុងតែសំញែងបាទសាច់ដុំដាក់គ្នាបាទខាងរុស្ស៊ីនោះជាមួយនឹងចិននោះបាទកំពុងតែធ្វើសម្ពយុទ្ធយោធារួមគ្នានៅតំបន់កោះតៃវ៉ាន់ក្បែរនឹងដូចគ្នាហើយខាងជប៉ុនជាមួយនឹងសហរដ្ឋអាមេរិកដែលជាដៃគូនោះក៏បានបើកធ្វើការបាទពង្រឹងបាទសម្ពយុទ្ធយោធាដែរបាទនេះគ្រាន់តែជារឿងភាពតានតឹងភូមិសាស្ត្រនយោបាយដែលធ្វើឲ្យតម្លៃមាសបើកការ៉ង់ទីបាទការ៉ន្ទីបាទហ្នឹងហើយបើកត្រឹកនៅនឹងនៅតម្លៃ42ចុះឡើងមក42តែយប់មិញនេះគឺជារឿងមួយដែលថ្មីដែលខ្ញុំបានជម្រាបអ្នកនរគ្នានៅក្នុងម៉ោង US គឺទីផ្សារនឹង price in ទៅលើរឿង QE បាទរឿង QE quantitative easing ស្មើនឹង printing money អញ្ចឹងគឺបោះពុម្ពលុយដើម្បីបាទជំរុញសេដ្ឋកិច្ចបាទគោលនយោបាយ
QT quantitative tightening បាទគឺបានបិទបញ្ចប់ត្រឹមការសម្រេចបាទបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុពីការទម្លាក់អត្រាការប្រាក់ពី4%មក3.7%ដូច្នេះអត្រានៃការប្រាក់របស់សហរដ្ឋអាមេរិកបានរត់នៅក្នុងចន្លោះ3ទៅ3.75%ដោយធ្វើការកាត់តាមស៊ីណារីយ៉ូដើម 0.25% ហើយមានការកាត់3ដងនៅក្នុងឆ្នាំ2025បន្ទាប់ពីកាត់ធនាគារកណ្ដាលមាននៅក្នុង SEP បាទ Economic Projection បាទអញ្ចឹងគឺបានរុញឲ្យបាទព្យាករណ៍មានតែមួយដងទេនៅក្នុងការកាត់លើកក្រោយនៅក្នុងឆ្នាំ2026តើនោះវាជាការពិតឬមួយយ៉ាងណាយើងនឹងទៅជជែកគ្នាយើងនឹងទៅសិក្សាបន្ថែមតែខ្ញុំមានទស្សនៈនឹងការស្វែងយល់ឃើញថាការកាត់មួយដងនេះគឺពិបាកដោយសារបាទគោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump គឺបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុបាទអញ្ចឹងធ្វើការកាត់ឲ្យបានច្រើនបាទហើយបន្ទាប់ពីកាត់ម្សិលមិញនេះម្សិលមួយថ្ងៃនេះបាទគឺ Trump គាត់បាន post ថាវាគួរតែ double អ្វីដែលគាត់ធ្វើគឺគាត់ចង់ឲ្យកាត់ 0.5% ខណៈដែលធនាគារកណ្ដាលកាត់តែ 0.25% ទេហើយកាត់ទាំងចម្រុងចម្រាស់កាត់ទាំងបាទការឆ្លើយជាមួយបាទអ្នកសារព័ត៌មានហ្នឹងគឺពិបាកនៅក្នុងការឆ្លើយទៀតបាទអញ្ចឹងរឿងនេះគឺមានដើមចមតែរឿងសំខាន់គឺធនាគារកណ្ដាលបានប្រកាសបាទចាប់ផ្ដើមធ្វើ QE 40 billion dollar ប្រចាំខែបាទអញ្ចឹងរហូតដល់ឆ្នាំ2028អញ្ចឹងជា fundamental ជាបច្ចេកទេសបាទជាទ្រឹស្ដីសេដ្ឋកិច្ចបាទនៅពេលដែលមានការបោះពុម្ពក្រដាសប្រាក់ឬក៏ money printing បាទអញ្ចឹងត្រូវតែមាន reserve បាទអញ្ចឹងរាល់ពេលជាទម្លាប់គឺគេទៅរក asset មួយដើម្បីការពារហានិភ័យនោះគឺ gold demand on gold គឺនឹងមាន support រួចរាល់ទៅហើយបាទត្រឹមតែធ្វើ QE នេះគឺមាន support នៅក្នុងការរុញតម្លៃមាសទៅតម្លៃថ្មីរួចទៅហើយបើសិនជាមានរឿងក្តៅពី geopolitical នៅក្នុងការ trigger market ឲ្យមាន direction ភ្លាមគឺងាយនឹងទៅភ្លាមហើយម្សិលមិញខ្ញុំបានប្រាប់បងប្អូនមួយចំនួនដែលគាត់ទិញមាសស្រស់ដើម្បីសន្សំវិនិយោគរយៈពេលវែងគឺចាប់ផ្ដើមបើកការទិញពីម្សិលមិញហើយមានអ្នកជឿខ្ញុំបានធ្វើរឿងមួយចំនួនហើយទិញនៅក្នុងតម្លៃបាទ5000ជាងដុល្លារបន្តិចបន្តួចនឹងទុករយៈពេលវែងបតាហើយបាទអញ្ចឹងនៅក្នុង system របស់យើងនៅក្នុង platform របស់យើងតម្លៃគឺយើងក៏អាច hold រយៈពេលវែងគួរសមដែរចាប់ពីប្រចាំសប្តាហ៍ប្រចាំខែទៅខាងមុខបានផងដែរឥឡូវនេះ42.74គឺជាតម្លៃមួយដែលគេហៅថាគៀកនឹងតម្លៃ high កាលពីមុន$100ជាង different ទេបាទហើយខ្ញុំជឿថាមិនយូរមិនឆាប់វានឹង hit គោលដៅ4300វិញថ្ងៃនេះមានប្របាប់មិនតិចទេនៅក្នុងការ hit កន្លែងនេះបាទ market បើសិនជា holding support នៅតម្លៃនេះបាទក្នុងតម្លៃ42.60ជាងបាទអាចថា63-65វាគឺជា support មួយដែរដែល market កំពុងតែ consolidate នៅក្នុងតម្លៃនេះដោយសារវាគឺជាតម្លៃថ្មីនៅក្នុងខែ12របស់យើងអញ្ចឹងបានងើបឡើងមកដល់កន្លែងហ្នឹងហើយជួញដូរនៅតម្លៃ42.75ហ្នឹងបាទអញ្ចឹងកំពុងតែ consolidate ប្រសិនបាទអ្នកទាំងអស់គ្នាប្រសិនបើទីផ្សារផ្ដល់ឱកាសឲ្យអ្នកទាំងអស់គ្នាបានរក support ណាមួយពីខាងក្រោមនេះបាទ56ឬក៏ខាងក្រោមនេះឬខាងក្រោមនេះវាគឺជាឱកាសមាសរបស់អ្នកទាំងអស់គ្នានៅក្នុងការចូលផ្សារជាថ្មីដោយសារបាទកន្លែង40ជាង50បាទឬក៏តំបន់60នេះវាជាគោលដៅមួយដែលគេបានបំបែកជោគជ័យពីតម្លៃ42.50 47ហ្នឹងហើយបាន touch បាទបានទៅប៉ះ42.60ហើយគោលដៅ42.83-85នេះគឺជាការព្យាករណ៍កាលពីម្សិលមិញបើវាទម្លាក់ខ្លួនមកម្ដុំហ្នឹងបាទអញ្ចឹងយើងអាច buy ពី50ជាងទៅក៏បានយើងអាច buy deep pullback ក៏បាន
គោលដៅគឺ4300បាទ4300ហើយអាចនឹងធ្លាយទៅដល់គោលដៅថ្មី4325អ្នកទាំងអស់គ្នានេះគឺជា target បាទគឺជាទិសដៅរបស់ bull ដែលចង់ move to the upside ទៅខាងលើនឹងហើយគូផ្សំជាមួយនឹង technical price បាទអាចនឹង support តម្លៃនេះ rotate ទៅខាងលើដូចរឿងដែលវាបានធ្វើនៅខាងក្រោមនេះចឹងអាចមកដល់កន្លែងនឹង consolidate មួយចំនួនបាន pop ទៅលើក៏បានដែរក៏ប៉ុន្តែអ្នកដែលទិញរយៈពេលវែងបាទទិញសន្សំទិញរាល់ពេលដែលវាធ្លាក់អញ្ចឹងអ្នកដែលបើកការទិញគឺរងចាំទិញបាទអាចថាផ្សារគឺនឹងផ្ដល់ឱកាសដូចម្សិលមិញអញ្ចឹងខ្ញុំបានជំរាបអ្នកនរគ្នាពីម្សិលមិញគឺយើងមានអ្នកខ្លះគាត់បានទិញខ្លះពីតំបន់ហ្នឹងអត់ជោគជ័យបាទអត់ឡើងប៉ុន្តែมันជាអ្វីគឺយើងបាន back up ការបាយបន្តទៀតអ្នកនរគ្នាអាចទៅមើលវីដេអូពីម្សិលមិញបាទដើម្បីជាចំណេះដឹងក៏ដូចជាបច្ចេកទេសរៀនអត់ធ្មត់នៅក្នុងចន្លោះដែល market consolidate គាត់ holding support នៅតំបន់ហ្នឹងបាទមុននឹង break out and continue break out បាទគឺបំបែកតម្លៃមួយទៅតម្លៃថ្មីហើយបន្តទៅតម្លៃថ្មីមួយទៀតឥឡូវនេះគាត់ patient នៅកន្លែងហ្នឹងទៀតហើយអញ្ចឹងអ្នកទាំងអស់គ្នាគឺជាដំណាក់កាលដែលអ្នកទាំងអស់គ្នាអាច patient កាលណាបើវារត់អញ្ចឹងជាទូទៅអ្នកទាំងអស់គ្នាអាច buy ចំណុចដែល buy គឺខាងក្រោម range នឹងបន្តិចបាទអញ្ចឹងអាចបើកការ buy test ពីខាងក្រោមហ្នឹងបើវា consolidate យូរឬក៏អ្នកទាំងអស់គ្នាអាច buy test មានអ្នកខ្លះគាត់ buy test ពីឥឡូវហើយបាទអញ្ចឹងគឺគោលដៅយើង4300បើសិនជាវា deep មកខាងក្រោមនៅពេលដែលយើង buy test មួយមិនជោគជ័យអញ្ចឹងយើងបើក second buy នៅខាងក្រោមនៅកន្លែងហ្នឹងបាទនៅពេលដែលវាមក level 42 33 30អីហ្នឹងគឺជា level មួយដែលយើងអាចមើលឃើញការឡងមកដល់តម្លៃ4300គឺជាតម្លៃដែលមានបាទ potential នៅក្នុងការចំណេញយ៉ាងច្រើនអ្នកទាំងអស់គ្នា market ពិបាកនៅក្នុងការធ្វើការ correct downside មកវិញណាគ្រាន់តែមាន profit taking pullback market ក៏អាច break out នៅពេលដែលវា break out ខ្ពស់ជាងតម្លៃនេះពីមុន yes វាជា confirmation នៅក្នុងការ trigger ឲ្យអ្នកទាំងអស់គ្នាត្រូវតែចូលផ្សារនៅក្នុងចន្លោះតម្លៃមួយនេះនៅពេលដែលមាន pullback ទូចូលទៅក្នុងចន្លោះតម្លៃជួញដូរបាទរវាង85និង65បាទអញ្ចឹងអ្នកនរគ្នាអាច buy បាទ pullback នៅក្នុង range ហ្នឹងហើយធ្វើការមើលគោលដៅ4300បាទឬក៏បន្តទៅគោលដៅ4325ដោយការគ្រោងទុកហើយ market នេះប្រសិនបើមិនចប់នៅ4325គឺអាចទៅដល់4350ណាអ្នកទាំងអស់គ្នានេះគឺជាទិសដៅបន្ទាប់នៅពេលដែលអត់មាន last stop បាទអត់មានការឈប់នៅ4325គឺបន្តងើបបន្តឡើងរហូតទៅដល់4350អ្នកទាំងអស់គ្នាទើបអ្នកទាំងអស់គ្នាឈប់ដូច្នេះអាចធ្វើតាម scenario របស់ខ្ញុំបានរាល់ពេលដែលវាធ្លាក់ deep មនុស្សភាគច្រើនតែភ័យច្រើនតែខ្លាចត្រូវចាំថាអ្នកនរគ្នាកាលពីមុនកន្លែងនេះក៏ហ៊ានបាយកន្លែងតម្លៃ level នេះក៏ហ៊ានបាយបើសិនមិញ level នេះក៏ហ៊ានបាយកន្លែងនេះក៏ហ៊ានបាយនៅពេលដែលវា deep ចូលមកក្នុង rank នេះវិញ head away កន្លែងនេះអ្នកនរគ្នាមិនហ៊ានបាយអញ្ចឹងវាគ្រាន់តែជា discount បាទអ្នកនរគ្នាមើលពី low នេះមកដល់ high នេះគឺជា50% discount គឺជាតំបន់ដែលគេរងចាំទិញពីខាងក្រោមនឹងទៅដូច្នេះអ្នកនរគ្នាសូមក៏មានការខ្លាចហើយ buy the market move to the upside បាទអាចនៅខាងលើអស់ហ្នឹងគឺទី1យើងទៅដល់4300 take profit មួយចំនួនទុកតែបន្តិចបន្តួចបន្តទៅគោលដៅខាងលើហើយយកចំណេញចុងក្រោយរាល់ពេលដែលអ្នកនរគ្នាឈប់ធ្វើការជួញដូរប្រចាំថ្ងៃបាទអញ្ចឹងបងប្អូនអ្នកគ្នាខ្ញុំមិនមានច្រើនទេព័ត៌មានក៏មិនមានអី economic calendar មិនទាន់មានអី update ទេកិច្ចប្រជុំរវាងអ៊ុយក្រែនជាមួយនឹងមេដឹកនាំសហគមន៍អឺរ៉ុបក៏មិនមានអ្វីប្លែកដែរគ្រាន់តែដូចដែលខ្ញុំជម្រាបអញ្ចឹងអ៊ុយក្រែនត្រូវការរក្សាសន្តិសុខបាទសុវត្ថិភាពក្រោយពេលចប់ទទួលយកបាទ
ផែនការបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិករវាងបាទរុស្ស៊ីហើយនិងអ៊ុយក្រែនអញ្ចឹងពិបាកបំផុតសម្រាប់ការធានាសន្តិសុខឲ្យអ៊ុយក្រែនថាតើបញ្ចប់លើកនេះរុស្ស៊ីលើកក្រោយមានលទ្ធភាពឈ្លានពានទៀតឬអត់មាននរណាមកធានាសហគមន៍អឺរ៉ុបហើយនិងសហរដ្ឋអាមេរិកបាទក៏ប៉ុន្តែការចរចានេះគឺមិនទាន់ជោគជ័យនៅឡើយទេបាទត្រឹមតែដាក់សម្ពាធឲ្យអ៊ុយក្រែនបាទទទួលយកគេហៅ peace deal បាទអ្វីដែលជា peace deal របស់គេហ្នឹងបាទប៉ុន្តែអ៊ុយក្រែនត្រូវបាត់បង់ទឹកដីមួយចំនួននៅតំបន់បាទប្រហែលជា20%នៅតំបន់ Donbas ហើយនឹងអ្វីដែលជារឿងចម្បងមួយទៀតអ៊ុយក្រែនត្រូវតែបាទសំណុំពររឿងថវិកាដែលបានបង្កក់ពីរុស្ស៊ីនៅខាងសហគមន៍អឺរ៉ុបហ្នឹងដើម្បីយកថវិកាទាំងអស់នេះមកស្ដារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡើងវិញបាទអញ្ចឹងរឿងនេះអាចជារឿងដែលនៅតែក្តៅងុំនៅតែនឹងដែលធ្វើឲ្យអ្នកវិនិយោគមានចិញ្ចឹមចិត្តបាទមើល direction ទៅ upside ដដែលក៏ប៉ុន្តែមិនទាន់លឿនពេកបាទមិនទាន់លឿនពេកបាទអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំបានក្រោននៅ scenario ជូនអ្នកទាំងអស់គ្នារួចរាល់ហើយខ្ញុំគិតថាវីដេអូនេះមានរយៈពេល10ជាងនាទីហើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបាទតែងតែគ្រប់គ្រងតាមដាននៅក្នុង Facebook page របស់ខ្ញុំក៏ដូចជា channel YouTube របស់ខ្ញុំបាទ NK Gold បាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយបងប្អូនទាំងអស់គ្នាមានបំណងចង់តាក់ទងមកខ្ញុំនេះគឺជាលេខទូរស័ព្ទដែលបងប្អូនអាចធ្វើការតាក់ទងមកខ្ញុំបានបាទអញ្ចឹងយ៉ាងណាមិញសូមជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅសប្តាហ៍ក្រោយក៏ប៉ុន្តែខ្ញុំជឿថាសប្តាហ៍ក្រោយអាចមាន volume ជូនដូរកាន់តែស្ទើរទៅដោយសារទីផ្សារគៀកនឹង Christmas holiday ក៏ដូចជា New Year Eve បាទអញ្ចឹងជម្រាបលាអ្នកទាំងអស់គ្នាត្រឹមប៉ុណ្នេះបាទអរគុណ